cua praoទឹកលៀងបងប្អូនខ្ញុំធ្លាប់បាននិយាយច្រើនដងទឹកលៀងទឹកអនាម័យដែលគេឃោសនាលើសការពិតអួតលើសការពិតនេះកុំទៅជឿគេណាបងប្អូនណាហេតុអីអ្នកលក់គេដែលប្រាប់ពីគុណវិបត្តិទេបងប្អូនគេប្រាប់តែគុណសម្បត្តិដូច្នោះតាមពិតមាត់ទ្វារមនុស្សស្រីយើងនេះវាមានបាក់តេរីល្អវាដូចសន្តិសុខបងប្អូនយើងគ្រាន់តែលាងទឹកធម្មតាថែសារសុខអនាម័យក៏ពាក់ខោក្រាស់ហើយក៏ជូតលាងទឹកធម្មតាបានទេអត់ចាំបាច់ប្រើទឹកលាងព្រោះការដែលយើងប្រើទឹកលាងនេះស្មើនឹងយើងទៅសម្លាប់ឬទៅកម្ចាត់បាក់តេរីល្អឬទៅសម្លាប់សន្តិសុខរបស់យើងឲ្យងាប់អស់ហើយដូច្នោះមានរោគវិញ្ញាចូលណាបងប្អូនយល់នៅអានេះត្រូវយល់ណាបងប្អូនណា carefree បងប្អូនស្គាល់ carefree ទេបងប្អូន carefree គឺសម្លេងអនាម័យទុយដែលគេយកចិត្តតែមនុស្សស្រីភាគច្រើនយកចិត្តបិទនៅក្នុងខោលីអូបងប្អូនណាអ្នកខ្លះនេះដល់ពេលគាត់មានធ្លាក់សគាត់ប្រើនឹងលក្ខណៈអចិន្ត្រៃយ៍បរោយណាបងប្អូនណាអានេះជាវិធីការបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួនហើយនេះបងប្អូននឹងអត់ជាធម្មតាមនុស្សស្រីយើងវាមានទឹកក្រំអិលចេញមកគាត់តែតិចច្រើនអាស្រ័យទៅលើបុគ្គលបងប្អូនណាក៏មានខ្ញុំក៏មានប៉ុន្តែបើសិនជាវាចេញមកធម្មតាតិចនេះខោលីអូអត់ក្រាស់នេះវានឹងស្គួតទៅខ្លួនឯងផ្ទុយទៅវិញបើសិនជាខោលីអូក្រាស់ហើយបើសិនជាមាន carefree អាទឹកក្រំអិលដែលវាមានបាក់តេរីតិចតួចនេះចេញមកវានឹង U-turn ត្រឡប់ទៅវិញអានេះជាកត្តាមួយធ្វើយើងធ្លាក់សហើយមានក្លិនណាបងប្អូនណាហើយមានក្លិនអាប់យកដល់ឈប់ប្រើណាបងប្អូន carefree នេះទួនាទីប្រើទៅក្នុងករណីចិត្តអស់រដូវឬមុនមករដូវដែលយើងមិនជឿជាក់យើងមិនច្បាស់លាស់ថាមានឬមិនមានយល់ទេបងប្អូនខ្ញុំក៏ប្រើបងប្អូនតែប្រើក្នុងករណីដែលមករដូវតិចតែប៉ុណ្ណោះអត់ប្រើអាធំទេព្រោះអាធំវាទៅយល់ទេបងប្អូនដូច្នោះมันគួរប្រើអចិន្ត្រៃយ៍ការប្រើ carefree ការប្រើទឹកសាប៊ូលាងឬការប្រើថ្នាំផ្សះដោយការសុលវាជាការកែបញ្ហាចុងហេតុទេបងប្អូនយើងមិនគួរប្រើទឹកលាងទេបងប្អូន